អូខេសួស្តីអ្នកនរគ្នានេះគឺជាវីដេអូបង្ហាញពីរបៀបកែទំហំអេក្រង់ទៅលើវីដេអូបាទនេះជាវីដេអូយើងបានដាក់ជំហានដំបូងគឺយើងត្រូវតែមើលទំហំអេក្រង់ស៊ីនវាសិនតើទំហំអេក្រង់ស៊ីនវាទៅទំហំប៉ុណ្ណាចូលលើ setting មកទូកងចាក់ហ្នឹងនេះ version 15ចំពោះបងប្អូន version 14គឺមានរូបរាងរូបដូចទូចឹងហៅរូប monitor ប៉ះលើវាមក load display ចឹងនេះជាទំហំវាស៊ីនវាគឺនៅក្នុងនេះនៅហ្នឹងណា original scene original size ចេញទីទៅការឆេងបាទឃើញទេទំហំវាអានេះឲ្យយើងអានេះយើងប្រើប្រាស់ចង់តឡានណាអូខេយើងប្រើប្រាស់នៅ original ទំហំចឹងយើងចង់ប្ដូរវាទំហំពីឈរគឺយើងចូលនេះឆេងនៅកន្លែងនេះបើសិនជាបងប្អូនមាន load មក30 frame ខ្ញុំ recommend ឲ្យបងប្អូនប្រើ60កុំភ្លេចចាក់សោផងនេះហើយនេះទំហំអេក្រង់នៅខាងលើយក6យក9 16បាទពេញពីឈររូបពីឈរគេយើងយកដេកគឺរូបដេកពីឈរគឺពីឈរចេញយកហ្នឹងហើយវាមាន resolution pixel ទំហំរបស់វាណាចាំ18 គុណ 1920 18 គុណ 1920ជាងអូខេមកអូខេឃើញទេអញ្ចឹងអាលេខខ្មៅកេមនេះគឺវាបាត់ហើយគឺសល់យើងប្រភេទហើយតែមកខ្ញុំយក16គុណ 9វិញវាអូខេគឺវាខ្មៅវិញនេះកាលណាខ្មៅចឹងពេលដែលបងប្អូន export ចេញមកគឺវាត្មងដេកហើយទីទៅសម្គាល់នៅទីតាំងនៅកន្លែងហ្នឹងមួយដែរកុំភ្លេចសោះអញ្ចឹងយើងដូរមកវិញនិយាយដាក់បិឈរនេះអូខេឃើញទេបិឈរហើយអូខេអញ្ចឹងពេលដែលយើង export មួយទៀតណា export មាន2នៅកន្លែង local ហើយ divide local នេះយើងយកខាងលើគេមកណាយើងមក to project setting មានថាយើងយកទៅតាមអ្វីដែលយើងបានទៅលើ set យើងកំណត់ទៅលើ project ដែលយើងបានធ្វើនៅកន្លែងហ្នឹងណានឹងមានអញ្ចឹងណាអូខេនេះវាចាប់យកមកទំហំវា resolution កន្លែងនេះខ្ញុំរៀបមកឲ្យយក high ហើយនេះឲ្យយក90 80 3ប្លង់ 3% ហ្នឹងមកយកមួយណាក៏បានតែទូទៅខ្ញុំដាក់90 80 ចុះអូខេកន្លែងហ្នឹងជាងយើង export តែសាកមើលតើវាដូចនៅអ្វីដែលយើងបានកំណត់អត់យើងកំណត់មកសិនណាបើសិនវាអត់ជាប់យើងកំណត់ទៅវាអត់ជាប់អាហ្នឹងគឺយើងមានវិធីសាស្ត្រមួយទៀតវិធីសាស្ត្រទី2អូជួយបងប្អូនចាំតិចវាវែងពេកខ្ញុំកាត់វីដេអូខ្លីសិនខ្ញុំភ្លេចមានតែ1នាទីបាទដល់1នាទីខ្ញុំយកទៅខ្លះនាទី40វិខ្ញុំកាត់ចោលខ្ញុំ delete ខ្ញុំទៅតេស្តម្ដងទៀតខ្ញុំយក local យក custom match អូខេយើងអាន amplify លុបអូតូហើយហ្នឹងបើ clarity បើកហើយទៅបាត់អូខេ media យក media ក៏បានដែរ media យក80ពួកវាដាក់លើអូខេដាក់លើ desktop សិនណាស្រួលឲ្យបងប្អូនមើលអូខេយើងតេស្តលើកទី1សិនថាតើវាចេញមកឈរឬក៏ដេកអាហ្នឹងយើងទៅតេស្តទី1ហើយរបៀបកែទៅលើទៅតេស្តទី1សាកមើលសិនហើយខ្ញុំប្រាប់ពីរបៀបកន្លែង device មួយទៀតអា device នេះវាកំណត់យ៉ាងម៉េចនៅចំណុចហ្នឹងណាអូខេជឿរីករាល់ហើយអញ្ចឹងយើងទៅយើងចុច open file យើងមកនេះវាចាប់យក my video យើង play មកពីឈើហើយ
picture ok mình chỉ nhìn tầm mờ lấy những tầm mờ để nhìn tầm mờ được lại như thế vậy ta đang cần chụp á ok nè cái gì nè nó nó ca sẽ tầm hôm chết đây như mình chẳng á tăng thì môi nèแต่បើសិនជាកណីទីតាំងទី2បើសិនជាបងប្អូនកែទៅវានៅតែដែរជាប់នេះចាតាំងទី2ធ្វើទី2វាពី device មកលឿនចា device មកនៅកណីថាយើងផ្លេចយើងផ្លេចសេរីពីនោះមកសេរីចាំមកយើង device គឺយើងនិយាយពី custom បន្តមកយើងនិយាយពី custom នេះហេតុអីវាចេញពីកន្លែង resolution ដែលយើងកំណត់18 920ជាទំហំប្រឈរនៅកន្លែងហ្នឹងវាទំហំវាខុសគ្នាតែចាំនៅចំណុច resolution នឹងមួយហើយនេះយក high 8 ឬ97ចន្លោះហ្នឹងហើយយក import ទៀតតែមួយទៀតអូខេបងណារៀបរាល់ហើយបងប្អូនអញ្ចឹងយើងចូលមកយើងបើកមកវាចាប់យកហើយនេះនៅខាងលើនេះវាខាងលើទីវាឈើហ៎អញ្ចឹងបើសិនជាបងប្អូនជឿខ្ញុំខ្វាយទៅបាត់វា Inter មាននៅខាងក្រោមឃើញទេអញ្ចឹងចាក់ស្ដែងគឺវាអញ្ចឹងវាមានពីរចំណុចបើសិនជាបងប្អូនធ្វើចំណុចទី1ទៅចេញមកវាបែបហ្នឹងអញ្ចឹងដោយសារបងមានការភ័ន្តច្រឡំនៅចំណុចណាមួយកន្លែងហ្នឹងអញ្ចឹងធ្វើចំណុចទី2ទៅវាមានពីរនេះពីរចំណុចទៅធំជាងសកម្មថាវីដេអូមួយនេះស្រាយចង្អុលបងប្អូនដែលធ្វើវីដេអូកែទំហំវីដេអូមិនបានហើយមិនបានទៀតនៅចំណុចហ្នឹងវាមានពីរចំណុចហ្នឹងណាចំណុចទី1ទី2ហ្នឹងបងមើលតាមហ្នឹងអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ